បាទជំរាបសួរពុកម៉ែបងប្អូនជាកសិករទាំងអស់គ្នាថ្ងៃនេះថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ឥឡូវខ្ញុំបានមកតាមដានចំការបងប្អូនកសិករយើងមួយកន្លែងនៅតែនេះគេហៅភូមិជីប៉េះចិត្តសំរោងបងប្អូនចិត្តសំរោងណាចំការនេះមានដូចជាចិត្ត300ដើមដែរដូចជា200ជាងចិត្ត300អញ្ចឹងខ្ញុំនឹងនាំបងប្អូនមកមើលស្ថានភាពជាក់ស្ដែងទាក់ទងនឹងតរ៉េននេះនៅពេលឥឡូវនេះបន្ទាប់ពីអាកាសធាតុកន្លុកកឆាយើងមករយៈនេះគឺពិបាកមែនទែននេះគឺជាទស្សនភាពក្រោយពីយើងបានរៀបចំបោសសម្អាតគល់ដើម្បីងាយស្រួលនៅពេលដែលមានអាកាសធាតុអំណោយផលមកដល់យើងងាយក្នុងការសម្ងួតដីដើម្បីយើងបញ្ចេញផ្កាហើយនេះគឺស្ថានភាពដំណាំជាក់ស្ដែងគឺស្លឹកជើងលាអាក្រោយនេះលាចាប់ផ្ដើមលាមួយហើយវាអត់មែនចេញច្រើនទេចេញប្រហែលប្រហែលជា 20% ទេអញ្ចឹងអាស្លឹកទាំងអស់នេះយើងប្រើពពុះ10/10ហើយលាយជាមួយមីក្រូធាតុឬក៏ពពុះប្រេងជំរាបបន្ថែមដើម្បីយើងប្រើឲ្យវាទីមួយឆាប់លាមកហើយវាឆាប់ចាស់មិនន័យថាយើងប្រើ10/10គឺខាងគ្រូអានេះនោះគាត់ជារូបមន្តរបស់គាត់ឲ្យយើងប្រើ10/10ដើម្បីត្រួយប៉ុណ្ណឹងគេបាញ់ទៅទី1អាត្រួយដែលវារៀបនឹងចេញវាលាហើយវាឆាប់ចាស់ហើយចំណែកអាដែលរៀបមកនេះគឺវាអត់មកទេហើយយើងលាយជាមួយនឹងពពុះមីក្រូធាតុបន្ថែមហើយបូកអាចលាយជាមួយសត្វល្អិតក្បាលឬក៏ជាមួយប្រេងជំរាបខ្លះដើម្បីឲ្យវាមានប្រសិទ្ធភាពកាន់តែខ្លាំងហើយនេះស្លឹកវគ្គមុនដែលយើងបានផលិតគឺស្លឹកនេះបន្ទាប់ពីយើងប្រើរូបមន្ត8/24/4ហើយស្លឹកឡើងកម្មៅស្លឹកខ្មៅស្លឹកក្រាស់ស្អាតឡើងទៅក្នុងពណ៌មាសស្អាតហើយដើមខាងក្នុងក៏យើងចាប់ដើមជំរុះក្តៀងឲ្យដែរបងប្អូនយើងចាប់ដើមជំរុះក្តៀងហើយត្រេននេះទើបតែសហការមួយខាងមហាសាយើងឆ្នាំនេះទេគាត់ដោយគាត់ចាប់អារម្មណ៍ទៅនឹងបច្ចេកទេសរបស់លោកគ្រូអានសៀងដុងដែលជាគាត់យកតាមបច្ចេកទេសមកពីខាងវៀតណាមបងប្អូនយើងខាងកើតនេះស្លឹកគឺយើងផលិតបានគ្រប់គ្រាន់ស្លឹកប៉ុណ្ណេះយើងសម្រាប់បងប្អូនម្ចាស់ចម្ការយើងយកផ្កាយកផ្លែគឺយើងយកដោយទំនុកចិត្តដោយមិនខ្លាចថាយើងយកលើសបរិមាណធ្វើឲ្យតរ៉េនអន់ទេហើយទាក់ទងនឹងគុណភាពស្លឹកក៏យើងធ្វើបានល្អដែរនេះស្លឹកស្អាតស្លឹកក្រាស់ស្លឹកខ្មៅហើយស្ថានភាពខាងក្នុងក៏ប្រភេទដើមដែលខ្ចីដើមនេះមែនតែវាមិនទាន់បានផ្លែពេញលេញទេឆ្នាំទៅគឺផ្លែតិចតួចបំផុតហើយឆ្នាំនេះយើងរំពឹងថានឹងព្យាយាមបញ្ចេញផ្កាឲ្យបានជាផ្កាមានផ្លែបានទៅតាមរំពឹងដោយសារយើងបានរៀបចំធ្វើពីដើមដៃមកយើងគ្រប់គង់ធាតុចូលឲ្យវាសារធាតុចិញ្ចឹមឲ្យវាគឺយើងឲ្យគ្រប់គ្រាន់ពិសេសទី1គឺសម្រាប់យើងអ្នកដែលធ្វើដំបូងគឺខាងមហាសាយើងគឺប្រើជាមួយនឹងពពុះសរីរាង្គជីសរីរាង្គដែលបងប្អូនតែងតែហៅថាជីអាមីណូប្រូតេអ៊ីន1B 40គីឡូជាប្រភេទជីសរីរាង្គដែលផ្សំមកពីសារ៉ាយសមុទ្រកាកសំណល់ឆ្អឹងសត្វលាមកសត្វពិសេសនោះគឺកាកសំណល់បន្លែផ្លែឈើដែលជាសុទ្ធសឹងតែជាវត្ថុធាតុដើមសរីរាង្គទាំងអស់ហើយជីអាមីណូប្រូតេអ៊ីននេះវាផ្សំនៅសារធាតុចិញ្ចឹមច្រើនមែនទែនវាមានផ្ទុកនៅសារធាតុចិញ្ចឹមច្រើនមែនទែនពិសេសសុទ្ធសឹងតែជាប្រភេទជីសរីរាង្គប្រភេទសារធាតុចិញ្ចឹមសរីរាង្គហើយសម្រាប់បងប្អូនដែលមិនចង់ប្រើពុះជីគីមីបងប្អូនអាចសាកប្រើជាមួយនឹងពពុះអាមីណូប្រូតេអ៊ីនបានអាមីណូប្រូតេអ៊ីនយើងប្រើឲ្យទី1គឺធ្វើឲ្យដីយើងធូរឬដំណាំរបស់យើងវាងាយក្នុងការចាប់យកសារធាតុចិញ្ចឹមផ្សេងៗដែលយើងដាក់ឲ្យពិសេសគឺពពុះជីគីមីដែលយើងដាក់លួចឲ្យវាហើយបន្ទាប់ពីនេះយើងមានថ្នាំសម្រាប់បាញ់លាងសម្អាតដើមលាងសម្អាតមេរោគដើមបណ្ដុះកោសិកាថ្មីគឺយើងប្រើជាមួយនឹងពពុះ Profile សារ Profile 808ដែលជាផលិតផលមួយសម្រាប់ជួយលំនឹងpHដីផងជួយព្យាបាលជំងឺបួសទឹកបួសខ្យល់ផងការពារពពុះជំងឺបួសទឹកបួសខ្យល់ផងពិសេសជំងឺ Phytophthora ផងហើយវាជួយស្ដារឡើងមកវិញនៅធម្មពលដំណាំដែលបាត់បង់
តារ៉េនស្អាតបងប្អូនស្អាតអញ្ចឹងផលិតផលវគ្គបន្តទៀតសម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានលម្អិតអាចទាក់ទងមកខាងdepo សញ្ញាមហាសាបានឬក៏អាចទាក់ទងមកខាងកសិកម្មមហាសាបានសូមអរគុណ